បាទជាសុខមកម៉ែបងប្អូនទាំងអស់គ្នាជាតវខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែតាមដានរកសកម្មភាពក្រុមការងារមហាសាយើងពិសេសបងប្អូនដែលមានដំណាំទុរេនថ្ងៃនេះដែរខ្ញុំចង់បង្ហាញបងប្អូនអំពីចំការទុរេនមួយកន្លែងនៅភូមិសង្គមមានជ័យចាស់ស្រុកមួយមុតហើយចំការនេះមានដំណាំទុរេនប្រហែលជា300ជាងដើមហើយចំការគាត់នេះគឺជាចំការកសិករជើងចាស់ដែលគាត់គឺថាជំនាញមានតែបងប្អូនទាក់ទងនឹងការថែទាំដំណាំទាក់ទងនឹងការប្រើប្រាស់ជីថ្នាំគឺគាត់មានបច្ចេកទេសគាត់មានបទពិសោធន៍ជាច្រើនឆ្នាំមែនទេបងប្អូនហើយទិន្នផលរបស់គាត់គឺថាល្អមែនទេទាំងដំណាំគ្រប់ប្រភេទដូចជាទុរេនទាំងអស់គឺថាទិន្នផលគឺសិតតែបានប្រសើរទាំងអស់បងប្អូនតែងតែឃើញរាល់វីដេអូដែលតែងតែឃើញក្រុមការងារយើងបង្ហោះនៅលើបណ្ដាញសង្គមដូចជា YouTube Facebook TikTok អញ្ចឹងកសិកម្មមហាសារបស់យើងគឺយើងមានទាំងផលិតផលទាំងបច្ចេកទេសអញ្ចឹងសម្រាប់ចំការនេះគឺជាចំការដែលបានប្រើប្រាស់និងសហការជាមួយកសិកម្មមហាសាយើងហើយទិន្នផលឆ្នាំនេះបើប្រៀបធៀបជាមួយនឹងឆ្នាំកន្លងមកវារៀងច្រើនជាងវាបានទិន្នផលច្រើនជាងដោយសារតែទីមួយយើងបានថែទាំតាំងពីដើមមកក្រោយពេលដែលយើងប្រមូលផលឆ្នាំទៅរួចយើងបានរៀបចំទាំងស្ដារដើមទាំងប្រព័ន្ធឫសទាំងប្រព័ន្ធស្លឹកការថែទាំជំងឺការថែទាំសត្វល្អិតបន្តមកទៀតដល់វគ្គដែលយើងត្រូវធ្វើឲ្យវាមានប្រឡូកផ្កាមានផ្កាគឺមកដល់ពេលនេះគឺបងប្អូនដូចឃើញអញ្ចឹងគឺទិន្នផលរៀងបានច្រើនជាងឆ្នាំមុនអញ្ចឹងសម្រាប់បងប្អូនប្រជាកសិករដែលចង់ប្រើប្រាស់ឬក៏ចង់សហការជាមួយកសិកម្មមហាសាយើងបងប្អូនអាចទំនាក់ទំនងមកក្នុង Facebook Page ក៏បានឬក៏បងប្អូនអាចទំនាក់ទំនងតាមលេខ Telegram ឬក៏លេខទូរស័ព្ទដែលខ្ញុំដាក់បង្ហាញនៅលើអេក្រង់នេះបងប្អូនកសិកម្មមហាសានាំនៅឧត្តមភាពជីវិតជូនដល់កសិករចំណាយតិចចំណេញច្រើនកើនទិន្នផលនិងងាយស្រួលក្នុងការប្រើប្រាស់